បាទសូមជម្រាបសួរពុកម៉ែបងប្អូនតោះបងប្អូនចូលឆែកមើលសុខភាពជូកទាំងអស់គ្នាមុននឹងយើងចូលគេងចឹងការចូលឆែកសុខភាពជូកនៅពេលយប់នេះគឺសំខាន់ណាស់ពុកម៉ែបងប្អូនករណីដែលជូកវាអត់ស្រួលខ្លួនឬក៏មានបញ្ហាសុខភាពមួយយើងអាចព្យាបាលតាន់ពេលវេលាហើយមួយទៀតនោះយើងចង់ដឹងថាជូករបស់យើងនៅពេលយប់មានការរំខានពីសត្វល្អិតចង្រៃអត់ដូចជាសត្វមូសអីជាដើមអញ្ចឹងណាពុកម៉ែបងប្អូនចឹងជាក់ស្ដែងក្នុងមុខខ្ញុំនេះគឺយើងចូលទៅគឺអត់មានសត្វល្អិតអីរំខានតែតងមួយមូសខំជូកអីអត់មានទេបងប្អូនមើលទៅឃើញជូកវាអត់មានការរំខានពីសត្វល្អិតតែតងជាមួយមូសអីខំអីទេអញ្ចឹងបងប្អូនឃើញហើយឃើញជូកដេកវាស៊ីអីធម្មតាហើយតកតងមួយសត្វល្អិតមូសនេះវារំខានដល់ជូកមែនតែនទី1តកតងមួយការរំខានការលូតលាស់ព្រោះជូកដេកអត់បានឆ្អែតគ្រប់គ្រាន់ទី2តកតងមួយស្បែកតែដល់មូសខំឲ្យវាឡើងទៅតួក្រហមគ្រើមអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រើធូបមូសនោះហើយឃើញអត់មានមូសរំខានទេហើយតកតងមួយការអុចបងប្អូនអុចចឹងមកនេះដាក់អែបនឹងកលៀតទងជូកទងជូករបស់ពុកម៉ែបងប្អូនចឹងមកបាទហើយតកតងមួយធូបមូសមួយប្រភេទហ្នឹងឃើញថាមានគុណភាពល្អជាធូបមូសគុណភាពលេខ1ដែលពុកម៉ែបងប្អូនអាចសាកល្បងប្រើប្រាស់បានដោយសារធូបមូសហ្នឹងគឺយើងអុចបានរយៈពេលយូរពី10ទៅ12ម៉ោងហើយធ្វើឲ្យមូសខ្លាចអត់ហ៊ានចូលទេបងប្អូនតកតងជាមួយនឹងធូបមូសមួយប្រភេទហ្នឹងចឹងណានេះបងប្អូនតកតងមួយរូបភាពកេះហើយនឹងប្រភេទដើមធូបអីជាដើមបងប្អូនអាចមើលបានហើយបើបងប្អូនមានតម្រូវការចង់សាកល្បងប្រភេទអាចតាក់ទងមកដំបូងយើងខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅក្នុងវីដេអូហ្នឹងឬក៏តាមរយៈ Telegram ឬក៏ Facebook Page បាទសូមអរគុណ